បាទជំរាបសួរលោកអ្នកគ្រូនិងកូនសិស្សានុសិស្សទាំងអស់គ្នាវីដេអូនេះលោកគ្រូនឹងធ្វើការបង្ហាញជូនកូនពីរបៀបក្នុងការចូលទៅបិទ location ឬក៏ភាសាខ្មែរយើងថារបៀបក្នុងការចូលទៅបិទទីតាំងនៅលើទូរស័ព្ទដៃចំពោះទូរស័ព្ទដៃដែលលោកគ្រូកំពុងតែបង្ហាញកូនគឺប្រភេទ Samsung ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android បាទដើម្បីចូលទៅបិទ location នៅលើទូរស័ព្ទដៃបានដំបូងសូមកូនចូលទៅកាន់ setting បាទចូលទៅកាន់ setting ទាំងអស់គ្នាបាទនេះ setting នេះបាទដែលមាននិមិត្តសញ្ញាបែបនេះឬក៏ស្រដៀងនេះសំខាន់កូនមើលអក្សរខាងក្រោមកន្លែងនេះជាភាសាអង់គ្លេសដាក់ថា setting ភាសាខ្មែរស្រាយលើទូរស័ព្ទ model ផ្សេងកន្លែងនេះភាសាខ្មែរអាចនឹងសរសេរពាក្យថាការកំណត់ណាបាទកូនសាកមើលទៅបាទតោះចុចលើ setting នេះមកយើងចុចបើក setting ក្រោយពីយើងចុចបើក setting ហើយកូនអូសមកខាងក្រោមរកមើលពាក្យថា location បាទនេះឃើញទេបាទស្វែងរក location ក្រោយពីកូនស្វែងរក location ឃើញហើយសូមកូនចុចលើ location នេះមកបាទចុចបើក location បើសិនជាបង្ហាញបែបនេះឃើញមានពាក្យ off កន្លែងនេះបាទមានន័យថានៅលើទូរស័ព្ទដៃរបស់កូនបានបិទដំណើរការទីតាំងមានន័យថាយើងបិទមិនអោយដំណើរការ location បាទកន្លែងនេះបាទប្រសិនបើកូនចង់បើកដំណើរការ location ឬក៏បើកដំណើរការទីតាំងកូនគ្រាន់តែចុចលើសញ្ញានេះមកហើយកន្លែងនេះនឹងចេញពាក្យថា on បើសិនជាចេញពាក្យថា on មានន័យថាយើងបានបើកដំណើរការ location បើកដំណើរការទីតាំងបាទសម្រាប់លោកគ្រូបិទណាបាទអានេះកន្លែងនេះ off នេះមានន័យថាបិទណាកូនបាទអូខេក្រោយពីយើងបានបិទ location ហើយជំហានបន្ទាប់មកទៀតសូមកូនចុចថយក្រោយមួយចុចសញ្ញាព្រួយថយក្រោយនេះមកបាទយើងត្រឡប់មកកន្លែង setting ដើមយើងឃើញទេបាទបន្ទាប់មកទៀតយើងចូលទៅមើលមួយចំណុចទៀតក្រោយពីកូនបិទ location ហើយយើងចូលទៅចំណុចមួយទៀតទៅពិនិត្យមើលក្នុងចំណុចមួយទៀតណាបាទយើងចូលទៅកាន់ privacy កន្លែងនេះបាទយើងចូលទៅកាន់ privacy នេះមកលោកគ្រូមិនដឹងថានៅលើទូរស័ព្ទដៃរបស់កូន privacy និង location នៅជិតគ្នាដែរឬក៏អត់ទេប៉ុន្តែនៅលើទូរស័ព្ទដៃលោកគ្រូprivacy និង location នៅជិតគ្នានៅគៀកគ្នាណាបាទចុះក្រោយពីកូនចូល location យើងបិទ location អស់ហើយយើងចូលទៅកាន់ privacy ម្ដងបាទយើងបើក privacy នេះមកបាទក្រោយពីកូនចុចបើក privacy ហើយកូនរកមើលពាក្យថា permission manager ណាបាទមិនដឹងថានៅលើទូរស័ព្ទដៃរបស់កូនប្រើពាក្យថា permission manager ដោយលោកគ្រូដែរឬក៏អត់ណាបាទជួនកាលអាចនឹងប្រើពាក្យថា app manager អីណាបាទអាចនឹងខុសគ្នាតិចតួចណាបាទតោះកូនស្វែងរកមើល permission manager នេះមកក្រោយពីស្វែងរកឃើញហើយសូមកូនចុចបើក permission manager នេះមកបាទចុចលើ permission manager បាទlocation ហើយយើងអូសមកខាងក្រោមមកកន្លែងខាងក្រោមនេះមានកម្មវិធីច្រើនទៀតបាទមានកម្មវិធីហោហែដែលបង្ហាញខាងក្រោមណាបាទអញ្ចឹងកូនចង់មើលថាតើកម្មវិធីដែលមាននៅខាងក្រោមនេះយើងបានបើកដំណើរការឬក៏យើងអនុញ្ញាតឲ្យដំណើរការចាប់យកទីតាំងយើងដែរឬក៏អត់យើងគ្រាន់តែចុចលើកម្មវិធីណាមួយមកនេះឧទាហរណ៍កូនឯងចង់ចុចលើកម្មវិធីណានេះកម្មវិធីនៅខាងក្រោមនេះណាបាទចុចមកឧទាហរណ៍លោកគ្រូចុចនៅលើកម្មវិធី Business Suite ក្រោយពីលោកគ្រូចុចលើកម្មវិធី Business Suite កន្លែងនេះកូននឹងឃើញនេះនៅលើទូរស័ព្ទដៃលោកគ្រូរើសយកកន្លែង Don't allow មានន័យថាលោកគ្រូបានបិទ permission បិទមិនអោយកម្មវិធី Business Suite នេះដំណើរការ location ទេបាទយើងលោកគ្រូរើសយក Don't allow នេះបាទប៉ុន្តែសម្រាប់កូនបើកូនចង់អោយកម្មវិធីណាមួយដំណើរការចាប់យកទីតាំងយើងកូនគ្រាន់តែធីកយកខាងលើនេះមក allow only while using the app នេះមកបាទហើយសម្រាប់កូនដែលចង់អនុញ្ញាតឲ្យកម្មវិធីចាប់យកទីតាំងដំណើរការទីតាំងយើងនេះបាទនេះឃើញទេ location access for this app បាទសម្រាប់លោកគ្រូដើម្បីបិទលោកគ្រូធីកយករើសយកកន្លែង don't allow ណាបាទតទៀតយើងថយក្រោយកន្លែងនេះមកយើងទៅរកមើលកម្មវិធីណាផ្សេងទៀតឧទាហរណ៍លោកគ្រូចូលទៅកាន់ Facebook បាទឃើញទេ Facebook ក៏លោកគ្រូបានបិទដែរបាទ Don't allow ដែរបាទសួរថាចុះបើបិទ location access អញ្ចឹង
dương ai nơiប្រើកម្មវិធី Facebook បានអត់ចម្លើយគឺបានយើងអាចបើកកម្មវិធី Facebook បើកមើលអីបានធម្មតាអត់ប៉ះពាល់អីទេគ្រាន់តែកន្លែងនេះគឺយើងបិទមិនអោយកម្មវិធី Facebook access មានតែចូលទៅប្រើ location យើងណាបាទកុំអោយ Facebook ទៅចាប់យកទីតាំងរបស់ទូរស័ព្ទដៃយើងបាទលោកគ្រូបិទកន្លែងនេះណាបាទប៉ុន្តែសម្រាប់កូនបើសិនជាកូនចង់បើកដំណើរការកូនរើសយកខាងលើនេះមកបាទ allow only while using the app នេះមកបាទចំពោះវីដេអូក្នុងការបង្ហាញពីរបៀបក្នុងការចូលទៅបិទ location ឬក៏របៀបក្នុងការចូលទៅបិទទីតាំងនៅលើទូរស័ព្ទដៃគឺមានតែប៉ុណ្្នេះទេបាទចាំវីដេអូក្រោយលោកគ្រូនឹងធ្វើការបង្ហាញនៅលើទូរស័ព្ទដៃដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ iOS និយាយឲ្យងាយស្រួលគឺទូរស័ព្ទដៃ iPhone បាទសម្រាប់វីដេអូនេះគឺមានតែប៉ុណ្្នេះទេបាទសូមអរគុណជួបគ្នានៅវីដេអូក្រោយបន្តទៀត